នោះពេលនេះទោះបីជាមានស្លាបហោះទៀតក៏មិនអាចហោះរួចដែរសម្ដេចប្រធានរដ្ឋសភាខួនសុដារីឲ្យសភាតាមដានការអនុវត្តច្បាប់លើកូនស្នងការរងខេត្តបន្ទាយមានជ័យឲ្យបានដិតដល់សម្ដេចប្រធានរដ្ឋសភាកម្ពុជាសម្ដេចសភាធិបតីខួនសុដារីបានឲ្យគណៈកម្មការជំនាញរដ្ឋសភាតាមដានការអនុវត្តច្បាប់របស់រដ្ឋាភិបាលលើកូនស្នងការរងខេត្តបន្ទាយមានជ័យដែលបង្កឲ្យគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្ស6នាក់ស្លាប់ឲ្យបានដដល់នេះបើតាមការបញ្ជាក់ពីនាយកខុទ្ទកាល័យសម្ដេចប្រធានសភាលោកកៅពិសិដ្ឋប្រាប់នាយកព័ត៌មាននៅវិមានរដ្ឋសភានៅព្រឹកថ្ងៃទី1ខែមេសាលោកកៅពិសិដ្ឋបានដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កការខឹងសម្បារពីពលរដ្ឋលើកូនស្នងការរងខេត្តបន្ទាយមានជ័យនេះត្រូវបានសម្ដេចសភាធិបតីខួនសុដារីតាមដានយ៉ាងយកចិត្តទុកដាក់និងជឿជាក់ថារដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះឲ្យបានត្រឹមត្រូវទៅតាមផ្លូវច្បាប់លោកបន្តថាទូនាទី Parliamentary Oversight ការតាមដានការអនុវត្តច្បាប់នោះគឺយើងតាមដានទៅឃើញថាជនល្មើសអត់មានបង្ហាញខ្លួនហើយច្បាប់មិនបានអនុវត្តទេនេះបើជាពេលដែលខាងរដ្ឋសភាអាចកោះអញ្ជើញរដ្ឋាភិបាលឬតំណាងដែលជាសមាជិករដ្ឋាភិបាលមកបំភ្លឺថាមិនបានករណីនឹងអត់អនុវត្តច្បាប់តែដំណាក់កាលឥឡូវនេះគឺជាដំណាក់កាលមួយនៅក្នុងនីតិវិធីដំណើរការដែលរដ្ឋាភិបាលកំពុងតែអនុវត្តដោយយកចិត្តទុកដាក់ហើយអញ្ចឹងរដ្ឋសភាកំពុងតែពិនិត្យមើលកំពុងតែយកចិត្តទុកដាក់តាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតគួរឲ្យដឹងផងដែរថាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមនុស្ស6នាក់ស្លាប់នៅបណ្ដោយផ្លូវជាតិលេខ5នៅក្នុងស្រុកមោងឫស្សីខេត្តបាត់ដំបងកាលពីថ្ងៃទី27ខែមីនាឆ្នាំ2026ត្រូវបានសមត្ថកិច្ចដាក់ការសន្និដ្ឋានទៅលើឈ្មោះស៊ីវជ័យសិទ្ធជាកូនប្រុសរបស់ស្នងការរងខេត្តបន្ទាយមានជ័យផ្កាយមួយឈ្មោះស៊ីវសុជាតិដែលកំពុងរត់គេចខ្លួនពីការទទួលខុសត្រូវតាមផ្លូវច្បាប់ខណៈដែលរឿងនេះត្រូវបានសម្ដេចនាយករដ្ឋមន្ត្រីសម្ដេចធិបតីហ៊ុនម៉ាណែតបានបញ្ជាឲ្យអគ្គស្នងការនគរបាលជាតិបានស្រាវជ្រាវរឿងនេះឲ្យបានម៉ត់ចត់បំផុតមហាជននៅមិនទាន់អស់កំហឹងនៅឡើយទេរហូតមកដល់ថ្ងៃទី1ខែមេសានេះទៅហើយខណៈដែលជនសង្ស័យនៅតែបន្តគេចខ្លួនមិនហើយឪពុកបាទជនសង្ស័យក៏មិនដឹងថាបាទកូនហ្នឹងគឺបាត់ទៅណាដែរសូមបញ្ជាក់ថាសម្ដេចធិបតីហ៊ុនម៉ាណែតបានសរសេរសារបង្ហោះនៅលើទំព័រ Facebook ផ្លូវការរបស់សម្ដេចជុំវិញទៅនឹងករណីនេះផងដែរដោយក្នុងនោះសម្ដេចបានលើកឡើងថាខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើនពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដែលកើតឡើងនៅយប់ថ្ងៃទី27ខែមីនាឆ្នាំ2026នៅស្រុកមោងឫស្សីខេត្តបាត់ដំបងដែលមនុស្សចំនួន6នាក់បានស្លាប់រួមទាំងទារកនៅក្នុងផ្ទៃមេដាផងដែរដែលបង្កឡើងដោយរថយន្តមួយគ្រឿងបុកពួកគាត់ហើយរត់គេចខ្លួនបាត់ជាមួយនឹងការសម្ដែងការសោកស្ដាយដល់ជនរងគ្រោះមានបងប្អូនមួយចំនួនក៏បានសម្ដែងការព្រួយបារម្ភអំពីការដែលអ្នកប្រព្រឹត្តអាចមិនត្រូវបានទទួលទោសដោយសារតែមានគ្រួសារជាមន្ត្រីជាដំបូងខ្ញុំសូមចូលរួមមរណទុក្ខជាមួយនឹងក្រុមគ្រួសារនៃសពនៃជនរងគ្រោះទាំង6នាក់និងសូមអញ្ញើខណ្ឌបាទអ្នកទាំងអស់គ្នាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយចំពោះការទទួលខុសត្រូវតាមផ្លូវច្បាប់នៅក្នុងករណីនេះខ្ញុំបានចេញបទបញ្ជាឲ្យអាយដាមការិតឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធម៌និងអាយដាមសថេតអគ្គស្នងការនគរបាលជាតិត្រូវធ្វើការស្រាវជ្រាវឲ្យបានម៉ត់ចត់បំផុតនិងរកឲ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដដែលបុកមនុស្សស្លាប់ទាំង6នាក់នេះហើយអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់ជនរងគ្រោះនៅក្នុងពេលជាមួយគ្នានេះផងដែរខ្ញុំសូមអំពាវនាវបងប្អូនប្រជាពលរដ្ឋយើងធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវជាពិសេសនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខខ្ញុំសូមរំលឹកឡើងវិញផងដែរថាចំពោះការបើកបរដោយមិនគោរពច្បាប់បើជាពិសេសបើកបរនៅដោយស្ថិតនៅក្រោមស្ថានភាពស្រវឹងបង្កឲ្យមានគ្រោះថ្នាក់បាទដល់អាយុជីវិតអ្នកដទៃនិងទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងដោយដែលបានអនុវត្តកាលពីពេលកន្លងមកគណៈបញ្ជាការឯកភាពរាជធានីខេត្តជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឲ្យបានម៉ឺងម៉ាត់នៅក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋនឹងត្រូវធ្វើដំណើរទៅស្រុកកំណើតឬដំណើរកម្សាន្តនាពេលបុណ្យចូលឆ្នាំ
ថ្មីប្រពៃនៃជាតិខ្មែរខាងមុខដល់ឡាយចំពោះអាយដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញក៏បានបញ្ជាឲ្យស្នងការរងខេត្តបន្ទាយមានជ័យនាំកូនប្រុសបើដើម្បីមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរដោយក្នុងនោះអាយដាមសសុខាបានបញ្ជាឲ្យស្នងការរងខេត្តបន្ទាយមានជ័យសហការជាមួយនឹងសមត្ថកិច្ចដើម្បីនាំខ្លួនកូនប្រុសដែលមានឈ្មោះស៊ីវជ័យសិទ្ធដែលបង្កគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី27ខែមីនានៅស្រុកមោងរិស័យខេត្តបាត់ដំបងមកទទួលខុសត្រូវចំពោះមុខច្បាប់រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ថាឈ្មោះជនបង្កត្រូវបានដាក់ក្នុងបញ្ជីខ្មៅមិនឲ្យចាក់ចេញពីកម្ពុជានោះទេបន្ទាប់ពីសម្ដេចហ៊ុនម៉ាណែតឲ្យរដ្ឋមន្ត្រីក្រសួងយុតិធម៌និងអគ្គស្នងការនគរបាលជាតិស្រាវជ្រាវរកឲ្យឃើញអ្នកបើកបររថយន្តពិតប្រាកដដែលបុកមនុស្ស6នាក់ស្លាប់នៅស្រុកមោងរិស័យខេត្តបាត់ដំបងនៅរសៀលថ្ងៃទី27លោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបញ្ជាឲ្យលោកស៊ីវសុជាតិស្នងការរងខេត្តបន្ទាយមានជ័យសហការជាមួយនឹងសមត្ថកិច្ចដើម្បីនាំកូនប្រុសឈ្មោះស៊ីវជ័យសិទ្ធមកទទួលខុសត្រូវចំពោះមុខច្បាប់បើតាមលោករ៉ែនរតនៈអ្នកនាំពាក្យលោកសសុខាឈ្មោះជនបង្កត្រូវបានអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដាក់ក្នុងបញ្ជីខ្មៅមិនឲ្យចាក់ចេញពីប្រទេសឡើយជាមួយគ្នានេះអាយដាមសសុខាក៏ជំរុញឲ្យអគ្គស្នងការនគរបាលជាតិនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងអនុវត្តការងារនេះឲ្យបានលឿនដើម្បីឈានទៅខាត់ជនបង្កផងដែររដ្ឋមន្ត្រីក្រសួងមហាផ្ទៃជឿថាលោកស្នងការរងនៅក្នុងនាមជាឪពុកប្រកាសជាដឹងថាកូនកំពុងលាក់ខ្លួននៅទីណាក្រោយកំណត់អត្តសញ្ញាណម្ចាស់រថយន្តបានសមត្ថកិច្ចខេត្តបាត់ដំបងបានកោះហៅឈ្មោះស៊ីវជ័យសិទ្ធទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅម៉ោង10ព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2026ជាកំហិតសូមបញ្ជាក់ថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅម៉ោងជាង10យប់ថ្ងៃទី27ខែមីនានៅភូមិកកោះឃុំកកោះស្រុកមោងរិស័យដោយរថយន្តបានបុករះលើម៉ូតូចំនួន2គ្រឿងដែលកំពុងធ្វើដំណើរលើទិសដៅស្របគ្នាក្រៅពីអ្នកស្លាប់ទាំង6នាក់រួមទាំងកូននៅក្នុងផ្ទៃនៅមានកុមារវ័យ7ឆ្នាំម្នាក់ទៀតរបួសធ្ងន់ត្រូវកំពុងសង្គ្រោះនៅក្នុងមន្ទីរពេទ្យនៅឯខេត្តសៀមរាប